ជំរាបសួរខ្ញុំបាទឈ្មោះផោះច័ន្ទសេរីវឌ្ឍនាជាសិស្សថ្នាក់ទី12នៅសាលាបញ្ញាសាស្ត្រសាខាទី2ទូកកហើយថ្ងៃនេះផងដែរខ្ញុំបានមកចូលរួមកម្មវិធីសម្ដែងសម្ដាលសិស្សនិទេស A នៅចូលចវាហើយខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តសំណះរីករាយខ្លាំងមែនតើដោយសារនេះជាថ្ងៃមួយដែលខ្ញុំបានទន្ទឹមរង់ចាំយូរមកហើយក៏ជាថ្ងៃមួយដែលមកទទួលរង្វាន់នៃសិស្សនិទេស A ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនតើហើយខ្ញុំចង់ផ្ដាំផ្ញើដល់សិស្សសានុសិស្សនៅសាលាបញ្ញាសាស្ត្រទាំងអស់ថាត្រូវតែជាពិសេសគឺសិស្សថ្នាក់ទី12ថ្មីទាំងអស់គឺត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រហើយដោយសារតែឆ្នាំ2021នេះគឺថ្ងៃប្រឡងគឺកាន់តែគៀកជាងមុនទៀតហើយក៏ត្រូវតែខិតខំកុំទម្លាក់ដៃឲ្យសោះគឺត្រូវតែធ្វើឲ្យអស់ពីសមត្ថភាពគឺគង់តែទទួលបាននៅភាពជោគជ័យនិងសម្រាប់ទទួលបាននិទេស A តាមបំណងពិតជាពិតប្រាកដមែន